ទីបំផុតទេវតាដាក់ទោសថៃហើយមុននេះបន្តិចទឹកទន្លេចៅប្រយ៉ាបាទនៅប្រទេសថៃគឺកំពុងតែបន្តហក់ឡើងខ្លាំងជាពិសេសនៅបាងកកតែម្ដងដោយសារតែភ្លៀងនៅតែបន្តធ្លាក់បាទមួយមេធំដែលធ្វើឲ្យផ្លូវគ្រប់ទីកន្លែងបាទលើថាមានតំបន់ខ្លះហ្នឹងគឺបាទធ្លាយបាក់ទំនប់ចូលទៅកាន់ផ្ទះប្រជាពលរដ្ឋថែមទៀតផងនៅមុននេះបន្តិចខណ្ឌទឹកទន្លេចៅប្រយ៉ាកំពុងតែបន្តហក់ឡើងខ្លាំងនៅយប់រំលងអត្រាឈានចូលថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2025នេះទីក្រុងបាងកកបានទទួលបាទភ្លៀងមួយមេធំថែមទៀតដែលបណ្ដាលឲ្យមានការជន់លិចផ្លូវជាច្រើនខ្សែបង្កការលំបាកទៅដល់បាទប្រជាពលរដ្ឋយ៉ាងខ្លាំងបើតាមព័ត៌មានបានដឹងថាភ្លៀងមួយមេបានចាប់ផ្ដើមធ្លាក់យ៉ាងខ្លាំងចាប់តាំងពីម៉ោង1រំលងអត្រាឈានចូលថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2025រហូតដល់ព្រឹកថ្ងៃទី4បាទ30នាទីទីភ្លឺភ្លៀងមួយមេនេះបានដាក់សម្ពាធថែមមួយកម្រិតទៀតទៅលើប្រព័ន្ធលូនៅឯទីក្រុងបាងកកតែម្ដងហើយបានបង្កឲ្យទៅជាទឹកជំនន់លិចផ្លូវជាច្រើនខ្សែនៅឯទីក្រុងបាងកកបាទអញ្ចឹងបានថាបងប្អូនគ្នាថៃប្រទេសថៃមួយចំនួនហ្នឹងគឺទីក្រុងបាងកកហ្នឹងបាទលិចតាមផ្លូវអស់ហើយប្រជាជនថៃជាច្រើនបានប្រទះទៅនឹងការលំបាកដោយពិបាកនៅក្នុងការធ្វើដំណើរនិងមានអ្នកខ្លះក៏បានខូចឡានខូចម៉ូតូតាមផ្លូវមិនចេះតិចនោះទេយ៉ាងណាមិញម៉ូតូនៅពេលនេះទីក្រុងបាងកកមិនត្រឹមតែត្រូវវាយប្រហារដោយសារតែទឹកជំនន់មួយមុខនោះទេពលគឺទឹកទន្លេចៅប្រយ៉ាចាប់ផ្ដើមទប់លែងជាប់និងមានកន្លែងខ្លះហូរជាបណ្ដើទៅហើយឬក៏អាចនិយាយបានថាប្រទេសថៃម៉ូតូនៅពេលនេះគឺនៅតែបន្តរងនឹងការលិចលង់ពាក់ព័ន្ធទៅនឹងរឿងរ៉ាវខាងលើនេះបាទបើតាមព័ត៌មានដែលគេបានផ្ដល់មកមិញបងប្អូនគ្នាគឺប្រទេសថៃនៅតែបន្តលិចលង់ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះបាទបើតាមព័ត៌មានមិញហ្នឹងគឺអាទឹកទន្លេចៅប្រយ៉ាបងប្អូនគ្នាប្រជាជននាំគ្នាទប់ទំនប់ហ្នឹងគឺខ្លាំងមែនទែនក៏ប៉ុន្តែមានកន្លែងខ្លះលិចចូលផ្ទះប្រជាពលរដ្ឋឥឡូវនេះប្រជាពលរដ្ឋកំពុងតែបាទឲ្យលោកអនុទានដែលជានាយករដ្ឋមន្ត្រីនេះគឺដោះស្រាយបញ្ហានេះជាបន្ទាន់ខណ្ឌលោកអនុទានបានចាក់ចេញពីប្រទេសថៃទៅហើយពាក់ព័ន្ធទៅនឹងការចាក់ចេញពីប្រទេសថៃនេះបងប្អូននេះគឺលើថាទៅជួបជាមួយនឹងបាទប្រធានាធិបតីលោកស៊ីជីនពីងដែលថ្មីនេះថៃនាយករដ្ឋមន្ត្រីថៃនឹងគឺបានប្រកាសពាក់ព័ន្ធទៅនឹងការឈប់ចរចាជាមួយនឹងកម្ពុជាឬក៏បោះចោលនៅសន្តិភាពថែមទាំងគម្រាមសហរដ្ឋអាមេរិកថានឹងឈប់រកស៊ីទៅទៀតបងប្អូននេះសាហាវណាបាទឥឡូវនេះមកវិញគឺត្រូវថ្មោងរបស់ប្រជាជនខ្លួនហើយក្រោយនៅទីក្រុងបាងកកហ្នឹងគឺមានកន្លែងខ្លះគឺលិចខ្លាំងមែនតើ